ហេតុហើយនឹងផលអ្វីដែលកើតឡើងសុទ្ធតែមានហេតុផលហេតុផលទាំងនោះគ្មានអ្វីក្រៅពីការប្រែប្រួលផ្លាស់ប្ដូរនោះទេការផ្លាស់ប្ដូរពេលខ្លះរីករាយពេលខ្លះឈឺចាប់តែទីបំផុតល្អប្រសើរទាំងអស់ព្រោះវាសុទ្ធតែជាមេរៀនជីវិតដែលត្រូវសិក្សាសំណួរសួរថាហេតុអ្វីបានជាជួបគ្នាចម្លើយគឺជាធម្មជាតិតាក់តែងត្រូវជួបគ្នាហើយព្រាត់វិញទេហេតុអ្វីបានជាមិនបានជួបគ្នាចម្លើយគឺអាចជួបពីជាតិមុនតែជាតិនេះព្រាត់គ្នាមនុស្សបែបនេះអាចមិនបានជួបតែក្រសែចិត្តបែបនេះនៅមានក្នុងលោកជាធម្មតាជីវិតតែងតែដាក់សំណួរថ្មីមកឲ្យយើងជានិច្ចរីករាយក្នុងការដោះស្រាយវាទៅកុំពិបាកចិត្តពេកសុភមង្គលសុភមង្គលគឺជាជំរើសមិនមែនជាលទ្ធផលទេគ្មានអ្វីធ្វើឲ្យអ្នកសប្បាយចិត្តបានឡើយបើអ្នកមិនសម្រេចចិត្តជ្រើសយកភាពរីករាយទេនោះភាពសប្បាយរីករាយរបស់អ្នកនឹងមិនមករកអ្នកដាច់ខាតវាអាចមកពីអ្នកតែប៉ុណ្ណោះគឺអ្នកតែម្នាក់គត់ដែលបានធ្វើឲ្យបាត់បង់ភាពរីករាយរបស់ខ្លួនឯង